ចំពោះនៅគេហៅថាគេថាឆ្នាំសូននោះបាទឆ្នាំ75 79គឺឆ្នាំសរោបាទឆ្នាំសូនតើអង្គយកឃើញយ៉ាងណាចំពោះការគេហៅបាទអានឹងសូនខាងអីបើសូនខាងពុករលួយបើសូនមែនសូនខាងលបែងពីលាស៊ីសងវាសូនមែនអានឹងវាអត់មែនសូនវាយកាប់ចាក់ប្លន់ដើរលេងអីផ្លេសដាសូនណាក៏ប៉ុន្តែវាបណ្ដោះអីឡើងមកបណ្ដោះធាតុសង្គមនិយមកើតធាតុរួមធាតុសម្បូរភាពមិនចេះតែដោះពីព្រោះយើងកាច់ឲ្យសង្គមកាច់ចង្កូតឲ្យសង្គមវាទៅខាងហ្នឹងហើយដូច្នេះអានឹងសូនមែនបើខ្ញុំសាchứសូនខាងអីសូនខាងការឆ្លោះប្រកែកគ្នាដណ្ដើមអីផលប្រយោជន៍គ្នាអីអ្នកមានជីកចន់អ្នកក្រអីវាសូនហ្នឹងណាហើយអ្នកណាចម្ពាក់លុយកាក់គេអ្នកណាខ្ចីលុយអីគេវាអស់រលីងហើយអានឹងសូនណាអត់ទេអត់មានចម្ពាក់ណាទេណាគួយដូចហ្នឹងអ្នកដែលចម្ពាក់លុយគេរាប់ម៉ឺនរាប់សែនហ្នឹងអូសប្បាយអញរួចខ្លួនណាប៉ុន្តែអ្នកនេះណាអ្នកមានចម្ពាក់គេមានអយវិញខឹងនេះដែលខ្ញុំគេថាសូននេះប៉ុន្តែនេះគេមិនយល់អញ្ចឹងនេះគេមើលទៅគេយល់ផ្សេងទេប៉ុន្តែខ្ញុំថាអញ្ចឹងសូនហ្នឹងអង្គក៏ចំពោះកម្មវិធីដូចពូក្បត់ហ្នឹងអង្គសុំទីពូនឹងសំទទួលនឹងការស្លាប់ទៅទេយ៉ាងណាបាទសូមអង្គចំណុចនេះខ្ញុំមិនហ៊ានថាទេពីពួកបើថាទៅគេថាឯងខូខើប៉ុន្តែយើងមើលទៅមើលចេះសមមិនសមមើលគ្រោះថ្នាក់របស់ជាតិប៉ុណ្ណាកុំឲ្យមើលជាបុគ្គលបើពួកអស់នឹងនៅគ្រោះថ្នាក់របស់ជាតិប៉ុណ្ណាទៅមើលអញ្ចឹងបានឃើញមើលទំហំវាណាអានេះនៅទេសនាទំហំវាប៉ុណ្ណាគ្រោះថ្នាក់បន្តិចទេណាមិនមែនដូចតាទេមិនមែនរឿងធម្មតាទេមិនមែនរឿងបាត់បង់ទឹកដីមកចង្អាមពីចង្អាមណារឿងបាត់បង់ទឹកដីប្រទេសមួយជាតិកម្ពុជាមួយទាំងមូលហើយបាត់បង់ទៅរហូតរាប់សតវត្សមិនងាយរើទេជឿខ្ញុំទៅបើពួកនឹងនៅរាប់សតវត្សណាកូនចៅយើងចំនួនក្រោយមើលទៅជាស្អីរូបភាពជាខ្មែរប៉ុន្តែខ្លឹមសារវាជាស្អីអានឹងយើងទៅថ្លឹងមើលអានឹងបានហ៊ានវិនិច្ឆ័យថាការដោះស្រាយនឹងត្រូវប៉ុន្តែបើថាមិនមើលឲ្យទូលាយណាមើលឃើញតែចង្អៀតណាឃើញពីរឿងអាណិតអាសូរគ្នាអីគ្នាអានឹងអត់ទេប្រទេសជាតិទៅហើយខ្ញុំចង់សម្ដៅថាយ៉ាងណាពួកនឹងអាចបើសិនពួកនឹងនៅអាចតេតិនយូរវែងគុំបើពួកនឹងនៅធ្វើខ្ញុំយួនវែងរហូតគេក្តាប់បានហើយស្មោះត្រង់នឹងគេហើយបញ្ហាពីរនេះត្រូវចែកគ្នាឲ្យច្បាស់មួយប្រជាជនពីរណាពួកក្បត់នៅក្នុងបកខ្ញុំមិនហៅថាកម្មាភិបាលអីទេពួកនេះវាក្បត់ជាភ្នាក់ងាររបស់បរទេសពួកនេះដោះស្រាយអ្នកណាក៏សម្រេចដោះស្រាយគឺពលក៏អ្នកសម្រេចឯប្រជាជនមិនដឹងមែនអានេះគឺពលក៏មិនសូវដឹងខ្ញុំក៏មិនដឹងអ្នកណាទេក៏មិនដឹងដែរថាមានប្រជាជនស្លាប់ណាបើថាផ្ទៃក្នុងនេះដឹងស្លាប់ពីពលជាអ្នកសម្រេចបើទុកពួកហ្នឹងណាបាត់ប្រទេសជាតិបាត់ប្រជាជនស្លាប់ប្រជាជនបាត់ប្រទេសកម្ពុជាគ្មានកម្ពុជាសល់ដល់ឡើយទេបើទុកពួកហ្នឹងអាហ្នឹងសម្រាប់ជាតិផ្ទាល់ខ្លួនណាវាតែងតែមានមនោសញ្ចេតនាឲ្យខ្លះក៏ប៉ុន្តែខ្ញុំបែងចែកផ្ទាល់ខ្លួនហើយនឹងរួមច្បាស់បើរួមយើងយកផ្ទាល់ខ្លួនជាមនោសញ្ចេតនាធ្លាប់រាប់អានគ្នាធ្លាប់អីគ្នាហើយអានេះជាតិទាំងមូលទៅយកពីណាខ្ញុំយកជាតិណាឲ្យផ្ទាល់ខ្លួនទុកដៃសិនដោះស្រាយសិនទៅចឹងអង្គមានការសោកស្ដាយចំពោះពូនោះទេបាទខ្ញុំដូចគ្មានការសោកស្ដាយទេខ្ញុំសោកស្ដាយជាតិខ្ញុំជាង
ជាតិខ្ញុំឲ្យប្រឡាក់ប្រឡូសអញ្ចឹងទៅហើយណាខ្ញុំសោកស្ដាយជាងស្ដាយមេគាស្ដាយគោលជំហររបស់កម្ពុជាប្រជាធិបតេយ្យខ្ញុំស្ដាយតែពួកនឹងមកធ្វើខុសថាប្រជុំជាមួយពលពតត្រូវកម្ចាត់ទាំងប្រមាណចង់និយាយថាមិនកម្ចាត់គឺបានថាកម្ចាត់ធៀបកម្ចាត់ចរិតដែលប្រើអំណាចអញ្ញាកសាងបកណាគឺថាកុំប្រើអញ្ញាកុំប្រើអំណាចកុំប្រើអំណាចកុំប្រើអញ្ញាហើយកុំខូចខាតការនឹងស្រីញីកុំវក់វីនឹងស្រាកុំលុយកាក់ចូលតែលុយកាក់នេះខ្ញុំចង់និយាយសម្ភារៈណាបើសម្ភារៈបើគ្រប់លំដាប់ហើយបើទៅបុគ្គលនិយមណាដូច្នោះជារួមកសាងទីខ្ញុំគឺកម្ចាត់ធាតុបុគ្គលនិយមខ្ញុំថាកម្ចាត់ធាតុណាមិនមែនកម្ចាត់មនុស្សទេណាកម្ចាត់ធាតុបុគ្គលនិយមធាតុអត្តនោម័តធាតុអត្តានិយមខ្លួនឯងទៅត្រូវស្អីក៏ខ្លួនឯងត្រូវស្អីខ្លួនឯងប្រកែស្អីក៏ខ្លួនឯងមិនខុសអានេះខ្ពស់ធំផលប្រយោជន៍គឺផលប្រយោជន៍បុគ្គលមិនមែនទឹកផលប្រយោជន៍រួមណាអានេះជាធំចុះដែលថាគាត់មានបញ្ហាស្មុគស្មាញប្រព័ន្ធនោះយ៉ាងម៉េចអមណាតាំងពីមុនមកក៏ដល់ក៏មិនជាស្មុគស្មាញអីណាស់ណាទេគាត់ក៏ធ្វើការធម្មតាមកគាត់ទៅថាបើតាមជំនឿគេឃើញតាមភាសាយើងធម្មតាសុខភមង្គលក្នុងគ្រួសារនោះវាមិនសូវមាននិយាយឲ្យច្បាស់ចុះសុខមង្គលក្នុងគ្រួសារហ្នឹងវាមិនសូវមានសុំអមឲ្យជាមកទៀតគ្រួសារពលពតមុនអ្នកជំទាវខៀវប៉ុណ្ណារីអ្នកគ្រូខៀវប៉ុណ្ណារីហ្នឹងក៏គាត់មានជំងឺឈឺស្កាត់ដូច្នោះការរស់នៅជាមួយគ្នាឲ្យមានសុខមង្គលអីដូចជាគេឯងដែលសុខស្រួលវាគ្មានហើយមិនលេងទេមិនមានបញ្ហាលេងទេអត់មានឆ្លោះប្រកែកគ្នាពីរឿងលេងទេអីអត់ទេអត់មានអញ្ចឹងនៅតែជាប្រពន្ធដែរនៅប្រពន្ធនៅប្រពន្ធជាការជាក់ស្ដែងវាអស់ធៀបជាប្រពន្ធហើយព្រមបាននៅជាមួយគ្នាណាការជាក់ស្ដែងវាអស់បញ្ហាជាប្រពន្ធណាគឺព្រមមិនបាននៅជាមួយគ្នាមានដេកនៅជាមួយគ្នាណាអត់ទេគាត់នៅតែគាត់ឲ្យឡែកទៅគ្រួសារគាត់នៅតាមគ្រួសារគាត់ឲ្យឡែកទៅខ្ញុំសូមជម្រាបការពិតយ៉ាងនេះការដែលពលពតធ្វើលេខាបកពេលនោះគឺចេះខ្ញុំទេត្រូវធ្វើលេខាបកពីប្រអត់ពីតាទូទៅតាទូក៏ជាលេខាណាលេខាហើយក៏ខ្ញុំក៏នេះកាន់ដូចខ្ញុំជាអនុកាន់អនុលោកតាទូណាពីព្រោះខ្ញុំសង្កេតឃើញចេះពលពតក៏មានលក្ខណៈឯករាជ្យហើយក៏មានសមត្ថភាពក្នុងការវិភាគក្នុងការអីហើយពេលនោះណាយើងក៏ត្រូវការបញ្ញាជនមួយចំនួនដែរដើម្បីគេចូលរួមក្នុងការតស៊ូដូច្នោះបានជាខ្ញុំយល់ឃើញថាខ្ញុំមិនមែនជាខ្លះគេថាខ្ញុំបញ្ញាជនតែមិនមែនទេខ្ញុំបញ្ញាជនថ្នាក់ក្រោមដូចអញ្ចឹងបានជាខ្ញុំគិតអញ្ចឹងបានខ្ញុំទៅប្រាប់ពលពតថាក្នុងសភាពការបច្ចុប្បន្ននេះណាខ្ញុំទទួលនាទីជាលេខាមិនសមរម្យទេមិនបានចម្រើនដល់បកទេស្នើសមមិត្តទទួលយកភារកិច្ចហ្នឹងទៅឲ្យពលពតទទួលយកភារកិច្ចជាលេខាទៅគិតមកសន្ទុះគិតមើលក៏គិតវិភាគអីមើលបានគាត់ថាមានអីបើថាអញ្ចឹងគឺយល់ព្រមប៉ុន្តែយើងរួមគ្នាធ្វើការងារទាំងអស់គ្នាអានេះបញ្ហាមានប៉ុណ្ណឹងដូច្នោះគាត់ធ្វើលេខាបកតាំងពីនឹងមកបាទដូច្នោះគ្មានបញ្ហាអីទេឯម្យ៉ាងទៀតមួយទៀតដែលខ្ញុំភ្លេចកាលនោះក្រមប្រជាជនកាលនោះមានមនុស្សមានបកជនមួយចំនួនក្នុងបកណាជាពិសេសក្រមប្រជាជនដែលជាបកដែលជាក្រមចេញចំហណាមានការសង្ស័យថាខ្ញុំនេះជាប់សាច់ញាតិជាមួយស៊ូហេងហើយបើស៊ូហេងក្បត់ហើយតើគាត់យ៉ាងម៉េច
ឆ្នាំ60ធ្វើអីត្រូវក៏ត្រូវវិភាសាជាមួយអ៊ំដែរបាទអញ្ចឹងបានន័យថាគាត់នៅរូបពាក្យសន្យាគាត់ទេទេគាត់នៅគាត់មានការធម្មតាការអីចុះវាមានចេះជាណាមិនហៅមិនជាណាមិនមែនប្រជុំទេគេហៅថាជួបគ្នាផ្លាស់ប្ដូរមតិគ្នាអានេះមិនមែនជារូបភាពប្រជុំទេបើប្រជុំវាផ្សេងទៅអង្គុយអីស្រួលបួលអានេះអត់ជួបគ្នាមកមិត្តខ្ញុំមានបញ្ហាមួយចង់ពិភាក្សាមកអានេះគេហៅថាពីគ្រោះពិភាក្សាគ្នាសួរមតិគ្នាខាងក្រៅប្រជុំដូច្នេះមានអញ្ចឹងវាលះតាកតងអញ្ចឹងណាមានការអីតាកតងគ្នាព្រមដូចខ្ញុំថាមិនបាច់ប្រជុំក៏បានដែរមកគេហៅថាផ្លាស់ប្ដូរមតិគ្នាពាក្យថាប្រើកណ្ដោះផ្លាស់ប្ដូរមតិគ្នាអានេះត្រូវធ្វើញឹកញាប់ដែរព្រោះមានការអីមិនចេះតែហៅប្រជុំទេពីព្រោះវាគ្មានពេលប្រជុំផងតិចរឿងនេះតិចរឿងនោះដូចខ្ញុំមានរឿងអីផ្លាស់ប្ដូរគ្នាអានេះវិញចឹងហើយជាពិសេសដោះស្រាយរឿងជីវភាពប្រជាជនរឿងអីនេះអូស្មុគស្មាញណាស់មើលผมរងឲ្យដែលនឹកឃើញពលពតទេដែលមាននឹកដូចថាអង្គុយអីចឹងចឹងនឹកឃើញរឿងអតីតកាលអីនៅមាននឹកឃើញតែគាត់នៅក្មេងអីតាំងពីសម័យតស៊ូសម្ងាត់ណាការតាក់ទងគ្នាតែមកក៏ឃើញព្រោះពួកសិស្សធ្វើការជាមួយគ្នាហ្នឹងអាហ្នឹងមិនមែនស្អីវិញ្ញាណណាទេបើយើងធ្លាប់ណាចុះពីដឹងនឹកឃើញពេលហ្នឹងហើយដល់ពេលបច្ចុប្បន្នហ្នឹងតើអ៊ំមានអារម្មណ៍យ៉ាងម៉េចពេលនឹកឃើញរឿងអតីតកាលអីចឹងបើតែខ្ញុំសូវនិយាយរួមមកគឺថាកើតជាអ្នកគិតមួយដែរជាអ្នកដោះស្រាយបញ្ហាស្មុគស្មាញណាប្រពន្ធណាចំពោះអ៊ំដែលគេហៅថាពលជាឃាតករអញ្ចឹងតើអ៊ំចាត់ទុកយ៉ាងម៉េចដែរបាទខ្ញុំថាគាត់ជាអ្នកស្នេហាជាតិពីព្រោះមើលប្រវត្តិរូបគាត់ជាអ្នកស្នេហាជាតិមិនមែនជាឃាតករសម្លាប់មនុស្សណាតែក្នុងការធ្វើស្វ័យពីទីនឹងរវាងអ៊ំហើយនឹងពលពតមានការស្វ័យពីទីនេះយ៉ាងណាបាទសូមអ៊ំជួយលើកពីរឿងពលពតស្វ័យពីទីអ៊ំហើយអ៊ំស្វ័យពីទីពលពតវិញបាទតាមខ្ញុំចាំគឺពលពតនោះតិចទៀនខ្ញុំលើបញ្ហាមេគានយោបាយរណសេជាមួយស្ទប់លើណាមិនសូវម៉ត់ចត់គឺថាមិនសូវល្អិតណាគឺខ្ញុំច្រើនតែមិនសូវអនុវត្តនៅមិនសូវការនិយាយស្ដីអីជាលក្ខណៈរណសេណាគឺថាមិនសូវទន់ភ្លន់អានឹងក៏មានអញ្ចឹងដែរហើយខ្ញុំតិចទៀនពលពតវិញរឿងមួយរឿងសុខភាពពីរទៀតនេះខ្ញុំភ្លេចហ្នឹងវាច្រើនមួយទៀតរឿងកាត់លេខរហ័សទុកចិត្តគេរហ័សទុកចិត្តអ្នកដតីណាអានេះតាមខ្ញុំចាំពីនៅក្រៅពីហ្នឹងអារឿងកំពេចកំប៉ុកជាណាការរស់នៅប្រចាំថ្ងៃអីក៏មានដែរការរស់នៅប្រចាំថ្ងៃណាដូចការប្រស្រ័យតាកតងអីយ៉ាងម៉េចហ្នឹងអានឹងវាជារឿងសាមញ្ញទេប៉ុន្តែដោយច្រើនណាការតិទៀនស្វ័យតិទៀនគ្នាលើការអនុវត្តមេគានយោបាយជាសំខាន់ទីណាក៏ខ្ញុំចាំម្ដងគឺថាកើតតិស្វ័យតិទៀនក្នុងកើតគឺថាកើតការរស់នៅរបស់កើតវាមិនតាន់ជាសមស្របជាគេយើងប្រើពាក្យកម្មជីពគឺថានៅរបៀបរស់នៅរបៀបអនុធនគឺថារស់នៅនៅហឺហានៅចង់សប្បាយនៅអីយ៉ាងណាក៏ស្វ័យតិទៀនគុណវិបត្តិដែលអ៊ំលើចំពោះអ៊ំពុតចំពោះពលពតមានអ្វីខ្លះបាទគុណវិបត្តិដែរបាទចាំមកខ្ញុំនឹកសូវឃើញមួយយូរគុណវិបត្តិចំពោះអ៊ំលើទៅពលពតហើយចំពោះពលពតដែលលើគុណវិបត្តិមកចំពោះអ៊ំវិញបាទតើមាន
ចំណុចណាដែលông này រស់នៅមិនសូវរីករាយគឺរស់នៅមិនសូវជាសប្បាយមិនសូវសប្បាយអីគេណាគិតតែការងារណាអានឹងអញ្ចឹងគិតតែការងារទៅប៉ុន្តែដល់គ្រួសារយ៉ាងម៉េចឈឺស្កាត់អីយ៉ាងម៉េចមិនសូវគិតណាអានឹងក៏ជាការខ្វះខាតមួយដែរពេទ្យមានគុណសម្បត្តិប៉ុន្តែការខ្វះខាតគឺថាមិនសូវគិតគូររឿងគ្រួសារឈឺស្កាត់អីសុខទុក្ខយ៉ាងម៉េចមិនសូវគិតទេ ông mình bột bột lọt miền ca bị phía xa nam môn giật tầng ra mình kia đi mà vì được con cuồng là thời chặt cả cho sập bốn nó bạn ដូចគ្មានទេគ្មានទេមិនមានទេ75 79មិនមានបញ្ហាអីគ្នាទេ đôi tha nhẹ xem cha đôi tha bột bột vì cha chào thà cất chỉ kia cò còn đây cho ông miền tụ nặng xem và ông nhẹ xem và cái ban ông miền tụ nặng thà bột bột đâu tại cầm tụ bột bột tại ពីពួកខ្ញុំឃើញពលពតក៏ស្រឡាញ់ជាតិក៏សម្រាប់ពួកក្បត់ណាក៏មានសម្រាប់ប្រជាជនណាក៏เป็นសម្រាប់ប្រជាជនណាសម្រាប់ពួកក្បត់វាសម្រាប់ cho ông vì thà bột bột chỉ kia cò mà tại cho ông tụ nặng kia để vì thà bột bột chỉ kia còอย่างnào tụ nặng ông ខ្ញុំសំមិនខេតកគឺសម្រាប់មនុស្សដែលមានទោសមានភ័យអីសម្រាប់តែអត្ថហេតុផលអាហ្នឹងខេតក សង្គមប្រជាของតាពលពតបាទ តែពលក៏មិនខេតកទេក៏សម្រាប់ដោះស្រាយមនុស្សដែលក្បត់ជាតិក្បត់ប្រជាជនលក់ដីឲ្យបរទេសអាហ្នឹងគឺថាប្រមាណនិយាយនេះមើលតែមើលចំហវៀតណាមស្គាល់ដឹងចំហវៀតណាមច្បាស់ទេប្រមាណ100ឆ្នាំហើយដែលគេចង់យកលេបកម្ពុជាខ្ញុំនឹងពលពតបានពិភាក្សាគ្នាពេលម្ដងហើយណាឃើញបញ្ហានេះទេឃើញខ្លះមិនច្បាស់បញ្ហាចារកម្មនេះប៉ុន្តែយើងឃើញភេទមិនត្រឹមភេទមិនល្អនៅក្នុងជួរកម្មាភិបាលយើងភេទអីអំណាចអាញាស្រីស្រាទៅមានគ្មានលក់មានចាយលុយបណ្ដាស្រាទីផានក្បែរលុយកាក់ស្រីស្រាដូច្នោះនេះហើយផ្ទៃក្នុងបកបានពិភាក្សាគ្នាជាមួយពលពតបកយើងខ្ចីបកយើងនៅខ្ចីទើបអង្គសាងបានប្រហែលឆ្នាំយើងរហ័សវាយឈ្នះអាមេរិកអារហ័សវាយឈ្នះមានទាំងល្អមានទាំងអាក្រក់អាល្អទៅមិនគឺយើងរហ័សរំដោះប្រជាជនយើងប្រជាជនយើងប៉ុន្តែមិនល្អត្រង់អីត្រង់បកជនយើងនៅថ្មីណាមិនតន់ដកដំក្នុងសង្គ្រាមឲ្យដកដំឲ្យចិនចៅទេអត់ទេដូច្នោះភ្លើណាជាណាក្មេងចូលបកថ្មីចូលបកបាន2ខែបកឈ្នះណាអញឡើងអំណាចហើយអានេះហើយដែលបកត្រូវអន្តរាយទៅវិញនេះខ្ញុំនិយាយទៅôngមានប្រសាសន៍ខ្ញុំថាôngតែងតែអានរបាយការណ៍សេចក្តីសារភាពហ្នឹងបាទរបស់ស21ដើម្បីយួរហ្នឹងទៅអប់រំកម្មាភិបាលដើម្បីកុំឲ្យប្រព្រឹត្តតាមបាទតើôngសូមបញ្ជាក់តិចតើôngអានកណ្ដាលបញ្ជាក់ថាតើôngបានអានរបាយការណ៍នេះយ៉ាងម៉េចហើយតើយល់អប់រំកម្មាភិបាលថ្នាក់ក្រោមយ៉ាងណាបាទឧបាយការណ៍នេះក៏ដើម្បីខ្ញុំដែលបានមើលទាំងអស់ទេពីព្រោះវាច្រើនពេកហើយមិនមែនជាភារកិច្ចរបស់ខ្ញុំមើលណាតែការអប់រំក៏យកស្នៀតគេឧបាយកលវិញយ៉ាងម៉េចណាយកទៅអប់រំឲ្យដឹងទេឧបាយកលស្អីដែលជាគ្រោះថ្នាក់ដល់យើង
គឺបញ្ហាស្រីស្រាអំណាចអាចញ៉ាយនេះមនុស្សយើងទៅប្រើអានឹងច្រើនពេកទៅវាឃ្លាតឆ្ងាយពីបាក់ណាវាឃ្លាតឆ្ងាយពីមេគាចាត់តាំងរបស់បាក់ឃ្លាតឆ្ងាយពីទេសនារបស់បាក់ជាពិសេសស្រីស្រាក្នុងសង្គមហ្នឹងវាអាក្រក់ណាលុយកាក់ស្រីស្រាលបែងស៊ីសងនេះលបែងស៊ីសងជាណាមិនសូវប្រមាណទេប៉ុន្តែលុយកាក់អីនេះជាណាខ្លួនឯងមិនធ្វើមិនប្រពន្ធធ្វើអានឹងគឺយកអញ្ចឹងណាទៅអប់រំឲ្យយល់សំខាន់វាវាយយើងខាងសម្ភារៈវាខ្មាំងវាវាយយើងខាងសម្ភារៈជាណាមិនមែនខ្មាំងដែរតែគ្នាឯងហ្នឹងយើងមិនឲ្យមានកម្មសិទ្ធិឯកជននេះចំពោះមធ្យោបាយធំដូចជាដីធ្លីរោងចក្រនេះត្រូវរួមគ្រប់គ្រង បាយចិត្តអ្នក មានអ្នកក្រសប្បាយចិត្តនឹងកម្ពុជាប្រជាធិបតេយ្យព្រោះអីព្រោះមានសិទ្ធិសេរីភាពប្រជាធិបតេយ្យមានសេដ្ឋកិច្ចមានអីរួចជំពាក់គេអីមានស្មើមុខស្មើមាត់គេឯអ្នកមានគេហាក់ដូចជាគេបាត់អារឿងជំពាក់របស់គេទៅបាត់អារឿងឈ្មោះស្រែគេទៅបាត់អីទៅគេមិនសប្បាយចិត្តនឹងកម្ពុជាប្រជាធិបតេយ្យទេឬជារូបភាពក្រៅគេធ្វើជាសប្បាយចិត្តប៉ុន្តែការពិតគេធម្មតាអ្នកបាត់ផលប្រយោជន៍គេបាត់ផលប្រយោជន៍ឲ្យផលប្រយោជន៍ធ្វើរមកលើអ្នកណាលើអ្នកក្រចុះហេតុអីពីនោះដូចថាបដិវត្តបានធ្វើឈ្នះរំលោះបានឈ្នះហេតុអីបានមិនដឹកនាំរដ្ឋាភិបាលរបៀបសង្គមរាស្ត្រនិយមសម័យមុនអញ្ចឹងហេតុអីបានជាបដូរខុសពីសម័យវិញតែសង្គមទីរដ្ឋទីអាយ៉ាងហ្នឹងមិនហៅថាបដិវត្តគឺរូបរាងអាចាស់ចោលអ្វីដែលអូនថយកុំយកមកធ្វើទៀតគឺអ្វីដែលថ្មីដែលចម្រើនយកមកឯដឹកនាំពីមុនគឺថាយ៉ាងម៉េចរបបចាស់របបសក្តិភូមិក្រាបលុតណែពុករលួយពាលីអាវ៉ាសែស្រីសំផឹងស្រីញីស្រីខូចអីពាសពេញសង្គមបោកប្រាស់ល្អទេអានឹងទៅយកតាមនឹងបានទេអត់បានទេត្រូវដោះស្រាយឲ្យស្អាតនេះត្រូវដោះស្រាយឲ្យស្អាតនេះមិនមែនសម្លាប់ទេគឺកុំឲ្យមានបញ្ហាអញ្ចឹងទៀតអានេះដែរហៅថាបដិវត្តគឺប្រែឲ្យទៅចម្រើនឡើងដូចថាមិនមែនផ្លាស់មនុស្សទេណាផ្លាស់របបបើផ្លាស់មនុស្សឡើងធ្វើនាយករដ្ឋមន្ត្រីខ្លួនឯងហ្នឹងឡើងអីខ្លួនឯងហ្នឹងឡើងធ្វើស្ដាច់ទៅវិញមិនមែនអញ្ចឹងទេអានេះថាអ្នកយល់អញ្ចឹងគិតខុសអញ្ចឹងការវាយវិយុទ្ធរំដោះនេះគឺការរំដោះបដិវត្តគឺការធ្វើបដិវត្តគឺដើម្បីបដូរសង្គមរដ្ឋាភិបាលមិនមែនដូរតែមេដឹកនាំទេអត់ទេបដូរសង្គមហ្មងបដូរសង្គមខ្ញុំបញ្ជាក់ចេះឲ្យសង្គមនេះវាទៅជាសង្គមចម្រើនសង្គមឈានទៅសង្គមនិយមគឺថារួមគ្នារស់រួមគ្នាកែរួមគ្នាបង្កើនផលមានអីជួយឧបត្ថម្ភគ្នាទៅវិញទៅមកកុំឲ្យជីកចន់គ្នាគឺបានតែកម្ចាត់ការជីកចន់និយាយមួយម៉ាត់កម្ចាត់ការជីកចន់ក្នុងសង្គមកុំឲ្យមានវណ្ណៈជីកចន់មនុស្សកុំឲ្យមានវណ្ណៈជីកចន់វណ្ណៈទាំងអស់គ្នាមានហូបមានចប់មានស្លៀកមានពាក់ស្មើគ្នាអានេះគឺអញ្ចឹងហើយជារបបមួយដែលស្អាតស្អំជារបបមួយស្អាតស្អំរបបមួយដែលភ្លឺស្វាងរបបមួយដែលសុខសន្តិភាពអានេះជាទិសដៅណាមិនទៅបានវាបំផ្លាញចឹងហ្នឹងហើយបានសង្គ្រាមចារកម្មវាបំផ្លាញយើងភ្លាមអានេះអញ្ចឹងតើôngមានមតិយ៉ាងណាមានអារម្មណ៍យ៉ាងណាដែរចំពោះជនរងគ្រោះដែលត្រូវគេពួកទាំងអស់នេះដែលសម្លាប់ដែលគិតដែលកាត់អានថាកាត់បានសម្លាប់មនុស្សបាទហើយចាស់ចំពោះអ្នកស្លាប់ហ្នឹងបាទតើអ៊ំមានអារម្មណ៍យ៉ាងណាគិតយ៉ាងណាបាទសូមអ៊ំមានចិត្តគិតសោកស្ដាយពីព្រោះចិត្តខ្ញុំជាអ្នកស្រឡាញ់ប្រជាជនបានជាខ្ញុំចេញមកតស៊ូបើខ្ញុំមិនស្រឡាញ់ប្រជាជនខ្ញុំចេញមកតស៊ូទៅអីខ្ញុំនៅ
ធ្វើការរាជការមិនស្រួលជាងเป็นការណោះសំណោះអល់ឡោះហើយជាពិសេសប្រជាជនចាស់ចាស់ហើយកូនក្មេងអីណាខ្ញុំស្រឡាញ់និស័យខ្ញុំគឺស្រឡាញ់កូនក្មេងណា These chilling, uncensored images of Saddam Hussein's final moments are at the center of an awkward Iraqi government investigation into itself. ខ្ញុំនឹងថត់មែនណាខ្ញុំពាក្យរំថត់នេះមិនមែនថានេះទៅខ្លាចទេប៉ុណ្ណានឹកភ្នួនឹកអាណិតគាត់ណាបើជាភាសាធម្មតាណាអាណិតខ្ញុំគោរពស្មារតីគាត់ខ្ញុំគោរពគាត់គាត់ខុសអីយ៉ាងម៉េចពីដើមខ្ញុំមិនដឹងទេប៉ុន្តែពេលហ្នឹងខ្ញុំយកពេលហ្នឹងពេលដែលស្លាប់មនុស្សយើងពេលនេះសំខាន់ណាស់ពេលដាច់ខ្យល់ស្លាប់ហើយឃើញគេយកទៅអញ្ចឹងអានេះដូចថាដូច្នោះគឺថាគួរអ្នកចំនួនក្រោយគិតដល់កិត្តិយសរបស់គាត់អានេះបញ្ហាតំណឹងនេះដែលខ្ញុំនឹករំថត់ណាអូអ្នកស្នេហាជាតិទីបំផុតនេះអ្នកស្នេហាជាតិណាអញ្ចឹងឯតាក្នុងសង្គមមួយដែលអយុត្តិធម៌នេះខ្ញុំឃើញថាសាដាមហ៊ូសែនជាតំណាងឲ្យស្មារតីស្នេហាជាតិរបស់ជាតិមួយហើយគាត់ក៏បញ្ចេញយ៉ាងនេះគាត់ធ្វើយ៉ាងនេះដូចជាគាត់កំតិចក៏ឬគាត់មិនមែនតែគាត់ត្រូវគេចាប់ទៅវិញប៉ុន្តែពេលហ្នឹងគាត់សំដែងគាត់អ្នកឈ្នះមិនមែនអ្នកចាញ់ហើយគាត់អត់ទេគាត់អត់ទៅគាត់ស៊ូនៅដើម្បីដឹកនាំចរណាដែលគាត់ជួយរត់ចូលក្នុងរូងគាត់មិននៅសទេទេនេះជានេះដែលខ្ញុំឃើញស្មារតីស្នេហាជាតិរបស់គាត់មិនរត់ចោលជាតិអ៊ំលើកទី1ហើយដែលអ៊ំឃើញគេសម្លាប់មនុស្សបាទយ៉ាងណាបាទជាលើកនេះខ្ញុំឃើញតាមខ្ញុំទីលើកដំបូងខ្ញុំឃើញគេព្យួរកអញ្ចឹងខ្ញុំមិនដែលឃើញ